ថ្ងៃមួយព្រឹកខ្ញុំក្មេងតូចឈ្មោះនីណាកំពុងភ្ញាក់ពីដំណេកភ្លាមនោះក្តារលេងនៅក្បែរលក់លូសជាសំឡេងចម្លែកឆ្កែបូបូនិយាយឡើង ហេនីណាតើអ្នកនឹងនាំខ្ញុំទៅលេងសួនឬនៅខ្ញុំជីបោតូចជារៀងរាល់ថ្ងៃខ្ញុំធុញហើយ នីណាភ្ញាក់ផ្អើលហើយនិយាយថា អើយឆ្កែអាចនិយាយបានហ្នឹង នៅក្បែរទូក្តៅទឹកមានកង្កែបក្រហមលោតឡើងហើយនិយាយដោយសំឡេងស្រុតទន់ រឹបនីណាសូមកុំទុកស្រោមជើងក្លិនខ្លាំងលើឥតទៀតវាក្លិនស្អុយជាងស្រះទឹករបស់ខ្ញុំទៀត នីណាសើចអស់កម្លាំង សូម្បីតែកង្កាបក៏ចេះចោទប្រកាន់ខ្ញុំផង នៅលើដើមឈើឥឡូវនេះមានបក្សីពូកែចេបដឹងក៏និយាយជាសំឡេងធ្ងន់ហូហូកូនតូចត្រូវញ៉ាំបន្លែឲ្យអស់សិនមិននឹងញ៉ាំនំផ្អាមមិនដូច្នោះទេខ្ញុំនឹងហូតវាទៅឆ្ងាយ នីណាលួចញញឹមហើយនិយាយថា ខ្ញុំមានគ្រូបង្រៀនថ្មីគឺបក្សីមៀមៀងនឹងហើយ ចុងក្រោយមានឆ្មាចាំបាច់ឈ្មោះមីមីដើរចូលមកជាមួយភ្នែកភ្លឺហើយនិយាយដោយសំឡេងខ្ជិល អូឥឡូវនេះអ្នកស្ដាប់បានហើយចូលបើកទូទៅកឲ្យខ្ញុំផងខ្ញុំចង់ញ៉ាំទូញ៉ូនីណាចាប់អារម្មណ៍ហើយនិយាយថាអស្ចារ្យណាស់សត្វអាចនិយាយបានពេលខ្ញុំមិនស្ងាត់ទៀតទេខ្ញុំមានគ្នាលេងជាមួយហើយតែវាជាថ្ងៃសប្បាយបំផុតរបស់ខ្ញុំ